សូមជូនរឿងដើមកំណើតភ្លើងការដើមឡើយនៅលើផែនដីយើងនេះគឺគ្មានភ្លើងនោះទេមនុស្សគ្រប់គ្នាគ្មានអ្វីការពារខ្លួនពីភាពត្រជាក់ហើយបរិភោគអ្វីឆៅទាំងអស់គ្រាន់តែថ្ងៃលិចភ្លៀងងងឹតគ្រប់ទីកន្លែងកាលនោះមនុស្សរស់នៅពិតជាពិបាកខ្លាំងណាស់មនុស្សដឹងថានៅក្នុងដីគឺនៅបាតឋាននរកមានភ្លើងយ៉ាងច្រើនចង់បានប៉ុន្មានក៏បានដែរប៉ុន្តែបិសាចដែលថែរក្សាភ្លើងនោះគឺនៅចាំយាមមិនឲ្យនរណាម្នាក់អាចលួចបានសូម្បីតែកូនអណ្ដាតភ្លើងតូចមួយក៏មិនអាចយកបាននោះដែរមនុស្សដែលសាកល្បងទៅយកភ្លើងមិនដែលឃើញត្រឡប់មកវិញនោះទេមនុស្សក៏នាំគ្នាគិតថាមនុស្សគឺជាអ្នកគ្រប់គ្រងលើភពផែនដីពិតមែនតែត្រូវទទួលស្គាល់ថាសត្វមួយចំនួនអាចមានសមត្ថភាពកម្លាំងប៉ិនប្រសប់អាចធ្វើការអ្វីៗបានសម្រេចដូច្នោះហើយពួកគេក៏បញ្ជូនសត្វឲ្យទៅឋាននរកដើម្បីរកភ្លើងក្រែងលោអាចយកភ្លើងត្រឡប់មកវិញបានបើយកមកបានពួកគេនឹងជូនរង្វាន់ពិសេសដូចនោះសត្វទាំងអស់ត្រូវតែខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ពួកគេក៏ប្រកាសផ្សាយគ្រប់ទីកន្លែងគ្រប់ចកល្ហកទាំងអស់ថាសត្វណាដែលអាចទៅយកភ្លើងមកភពផែនដីបាននឹងអាចទៅយកចំណីអាហារនិងភេសជ្ជៈបរិភោគបានពីគ្រប់ផ្ទះរបស់មនុស្សគ្រប់គ្នាសត្វនោះនិងកូនចៅពូជពងរបស់គេក៏អាចទៅយកចំណីអាហារនិងភេសជ្ជៈបរិភោគតាមចិត្តរហូតដល់សម័យកាលចុងក្រោយបង្អស់ដោយមិនចាប់បាច់អរគុណរង្វាន់គួរឲ្យទាក់ទាញចិត្តណាស់សត្វទាំងឡាយក៏នាំគ្នារិះគិតយ៉ាងយកចិត្តទុកដាក់ក្រោយមកសត្វដែលក្លាហានជាងគេនោះសាកល្បងទៅរកភ្លើងតែត្រូវស្លាប់ទាំងអស់ហើយសត្វដែលកំសាកជាងគេឃើញដូច្នោះក៏នាំគ្នានិយាយថាពួកយើងមានតែត្រូវការភ្លើងយកមកធ្វើអ្វីមនុស្សនោះទេដែលជាអ្នកត្រូវការភ្លើងនោះបើសិនជាពួកគេត្រូវការឲ្យពួកគេទៅរកខ្លួនឯងទៅល្អណាស់ដែលគេធានាឲ្យចំណីអាហារតកូនតចៅមកឲ្យពួកយើងតែប្រសិនបើពួកយើងធ្វើដំណើរទៅរកភ្លើងមែនពួកយើងមិនដឹងថាអាចរស់នៅបានរហូតដល់មានកូនឬអត់នោះទេពេលនោះសត្វពីងពីងគឺជាសត្វដ៏ក្លាហានមួយដែលបានជួយមនុស្សយើងឲ្យមានភ្លើងប្រើប្រាស់រហូតមកដល់សព្វថ្ងៃប្រសិនបើគ្មានសត្វពីងពីងនោះទេប្រហែលជាយើងកម្ដៅខ្លួននឹងព្រះអាទិត្យនឹងបរិភោគសាច់ឆៅតទៅទៀតហើយក៏មិនដឹងតែមនុស្សមានភាពអយុត្តិធម៌ចំពោះពីងពីងខ្លាំងណាស់តាមពិតសត្វពីងពីងឆ្លាតវៃប្រអប់ជើងរបស់វាប៉ិនប្រសប់ណាស់ហើយជាពិសេសពីងពីងព្យាយាមអំណត់និងព្យាយាមយ៉ាងខ្លាំងទៀតផងសត្វពីងពីងបានស្ម័គ្រខ្លួនទៅយកភ្លើងហើយពួកគេក៏ចាប់ផ្ដើមវិញខ្សែពួរមួយឆ្មាមាំហើយវែងប្រវែងពីលើផ្ទៃផែនដីទៅដល់ស្នូលផែនដីដើម្បីធ្វើខ្សែនេះបានត្រូវប្រើពេលយូរណាស់តែពីងពីងខិតខំធ្វើទាល់តែបានរួចមកពីងពីងក៏ចងចុងខ្សែនឹងផ្ទាំងថ្មដែលនៅមាត់ផ្លូវទៅឋាននរកហើយក៏ទម្លាក់ខ្លួនចុះទៅក្នុងដីរហូតដល់បាតឋាននរកវាក៏បានពួនលាក់ខ្លួននៅក្នុងកន្លៀតមួយរងចាំឲ្យបិសាចបែកខ្នងគ្រាន់តែបិសាចបែកខ្នងភ្លាមពីងពីងក៏ស្ទុះទៅឆក់យករងើកភ្លើងមួយដុំហើយរត់តោងខ្សែភ្លើងមកវិញភ្លាមខ្សែវែងណាស់រងើកក៏ធ្ងន់ពីងពីងក៏ត្រូវឡើងឲ្យបានលឿនបំផុតទៀតពេលឡើងមកដល់លើដីពីងពីងហត់ខ្លាំងណាស់ក៏គិតថាមនុស្សធ្លាប់អត់ភ្លើងយូរហើយអត់បន្តិចទៀតក៏បានដែរខ្ញុំសុំសម្រាកសិនហើយពីងពីងក៏បានដាក់រងើកភ្លើងចូលទៅក្នុងក្រហូងដីមួយប្រាស់ខ្លួនដេកក្បែរនោះហើយក៏ដេកលក់ទៅពេលពីងពីងដេកលក់រងើកភ្លើងបានคล้ายជាផេះបន្តិចម្ដងពេលនោះក៏មានរុយមួយហើរក្បែរធំក្លិនចម្លែកដែលមិនធ្លាប់មានគឺវាធំក្លិនផ្សែងដែលជាផ្សែងភ្លើងទី1នៅលើផែនដីរុយក៏ហើរទៅក្បែរដោយចង់ដឹងហើយក៏ប្រទះឃើញរងើកភ្លើងដែលកំពុងហុយផ្សែងរីឯពីងពីងក៏កំពុងតែដេកលក់យ៉ាងស្កប់ស្កល់រុយឃើញដូច្នោះគិតថានេះជាភ្លើងដ៏មានតម្លៃនោះទេតើតែពីងពីងនេះមិនចេះថែរក្សាភ្លើងនោះទេបែរជាទុកវាចោលទៅវិញពីងពីងពិតជាមិនល្អសោះខ្ញុំត្រូវតែយកភ្លើងនេះទៅឲ្យមនុស្សសិនព្រោះមនុស្សទើបចេះថែរក្សាភ្លើងនេះគ
គិតហើយរុយក៏ឆក់យករងើកភ្លើងយកទៅឲ្យមនុស្សភ្លាមមនុស្សឃើញដូច្នោះក៏និយាយថាអរគុណហើយសត្វរុយឯងគឺបានជួយយើងខ្លាំងណាស់ឯងនឹងបានរង្វាន់ជាទីពេញចិត្តចាប់ពីពេលនេះទៅរុយឯងនឹងកូនចៅពូជពងឯងជារុយទាំងអស់អាចទៅបរិភោគចំណីអាហារនៅផ្ទះរបស់មនុស្សទាំងអស់ដែលរស់លើផែនដីបានពួករុយឯងមានសិទ្ធិស៊ីផឹកតាមចិត្តរហូតដល់សម័យកាលចុងក្រោយដោយមិនបាច់អរគុណនោះទេពេលពីងពីងភ្ញាក់ឡើងស្ទុះទៅរករងើកភ្លើងដើម្បីយកទៅឲ្យពួកមនុស្សតែបាត់រងើកភ្លើងមិនឃើញសោះឡើយវារត់សួរគេសួរឯងដែលដើរកាត់កន្លែងនោះទើបដឹងថារុយជាសត្វក្លាហានហើយរុយមិនចេះខ្លាចបានចុះទៅឋាននរកយកភ្លើងមកឲ្យមនុស្សពីងពីងស្រែកដោយហួសចិត្តថារឿងនេះមិនពិតនោះទេរុយគឺជាចោរតែប៉ុណ្ណោះខ្ញុំទេដែលបានទៅឋាននរកយកភ្លើងមកនោះសូមមើលខ្សែរបស់ខ្ញុំដែលភ្លើងឋាននរកឆេះឡើងខ្មៅនេះជាភ័ស្តុតាងពីងពីងស្រែកយ៉ាងណាក៏គ្មាននរណាជឿវាដែរឥឡូវមានភ្លើងនៅលើផែនដីទៅហើយអ្នកណាក៏អាចដុតចុងខ្សែឲ្យខ្លោចហើយមកអួតអាងថាទើបនឹងឡើងពីឋាននរកបានដែរភ័ស្តុតាងស្អីអញ្ចឹងគួរឲ្យចង់សោចណាស់ពីងពីងដឹងថានិយាយទៀតក៏ឥតបានការដែរវាក៏រកមធ្យោបាយសងសឹកសត្វរុយពីងពីងក៏បានធ្វើសម្បុកចងសន្ធឹងកាត់ផ្លូវរុយហើរមកតាក់ជាប់ពីងពីងក៏ស៊ីរុយភ្លាមពីមុនមកពីងពីងស៊ីតែទឹកដមផ្កាឈើនោះទេហើយវាចាប់ផ្ដើមស៊ីរុយពីពេលនេះរហូតមកដល់សប្តាហ៍ថ្ងៃប៉ុន្តែពួកសត្វរុយនៅតែឆ្លៀតយករង្វាន់ដែលវាលួចគេដដែលរុយទៅស៊ីចំណីអាហារនៅគ្រប់ផ្ទះរបស់មនុស្សដែលរស់នៅលើផែនដីសត្វរុយស៊ីផឹកតាមចិត្តនៅគ្រប់ផ្ទះដោយមិនបាច់អរគុណទៀតផងដូច្នោះហើយទើបសប្តាហ៍ថ្ងៃយើងឃើញសត្វរុយតែងតែមករួមចំណីអាហាររបស់មនុស្សនៅគ្រប់ផ្ទះគ្រប់ទីកន្លែងសូមជូនរឿងដើមកំណើតក្រុងពាលីបើយើងនិយាយនៅក្នុងសាសនាព្រាហ្មណ៍មានរឿងមួយបានដំណើរថាមានស្ដេចយក្សមួយឈ្មោះព្រះលាតស្ដេចយក្សអង្គនេះទ្រង់មានបុត្រាមួយព្រះនាមក្រុងពាលីស្ដេចក្រុងពាលីនេះមានបំណងចង់បានភពផែនដីដែលមនុស្សសត្វនិងពួកទេវៈទាំងឡាយកំពុងតែរស់នៅដើម្បីឲ្យសម្រេចតាមបំណងប្រាថ្នារបស់ខ្លួនស្ដេចក្រុងពាលីនេះបានធ្វើពិធីបូជាចំពោះព្រះអាទិទេពដោយការចែកទានជារៀងរាល់ថ្ងៃដល់ប្រជាជននៅឯក្នុងភូមិឯពួកទេវៈឃើញដូច្នោះមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបំណងរបស់ស្ដេចក្រុងពាលីដែលចង់គ្រប់គ្រងភពផែនដីទាំងមូលនោះឃើញដូច្នោះមិនបងអង្គយូរពួកទេវៈក៏បាននាំគ្នាទៅគាល់ព្រះវិស្ណុដើម្បីសុំឲ្យព្រះអង្គជួយបង្ក្រាបក្រុងពាលីនេះឲ្យបានទាន់ពេលវេលាបើមិនដូច្នោះទេក្រុងពាលីនឹងគ្រប់គ្រងផែនដីទាំងមូលជាពុំខានឡើយបន្ទាប់ពីពួកទេវៈបានត្រឡប់ទៅវិញព្រះវិស្ណុក៏បានយាងចុះមកកាន់ផែនដីផ្ទាល់ដោយខ្លួនឯងទ្រង់ក៏កាឡាខ្លួនធ្វើជាព្រាហ្មណ៍តឿម្នាក់ដែលមានដៃកាន់កំសៀវពួចនិងឆ័ត្រដើរសម្ដៅទៅកាន់កន្លែងដែលស្ដេចក្រុងពាលីកំពុងធ្វើពិធីបូជាព្រះអាទិទេពនោះភ្លាមពេលបានធ្វើដំណើរទៅដល់ទីនោះហើយព្រាហ្មណ៍តឿនោះក៏បានចូលទៅសុំទាននឹងគេធ្វើហាក់បីដូចជាតាបោះនឹងគេដែររីឯស្ដេចក្រុងពាលីវិញពេលឃើញព្រាហ្មណ៍តឿហើយគាត់មិនចាប់អារម្មណ៍សោះឡើយប៉ុន្តែរាជគ្រូបានប្រាប់ឲ្យស្ដេចក្រុងពាលីប្រុងប្រយ័ត្នព្រោះមិនមែនជាមនុស្សតឿធម្មតានោះទេពេលនោះស្ដេចក្រុងពាលីមិនបានយកចិត្តទុកស្ដាប់សម្ដីរបស់រាជគ្រូប្រាប់នោះឡើយដោយមិនបងអង្គយូរស្ដេចក្រុងពាលីក៏ទៅសួរព្រាហ្មណ៍តឿនោះថាណែព្រាហ្មណ៍តឿតើអ្នកមកទីនេះចង់សុំអ្វីអំពីយើងដែរឆាប់ប្រាប់យើងទៅមើលកាលបើបានឱកាសសមដោយបំណងដូច្នោះហើយព្រាហ្មណ៍តឿក៏ឆ្លើយទៅក្រុងពាលីទាំងញញឹមញញែមថាខ្ញុំមកទីនេះចង់សុំដីទំហំ3 ជំហានដើម្បីទុកឲ្យមនុស្សសត្វនិងពួកទេវៈ
រស់នៅតរៀងទៅតើបានទេលោកក្រុងពាលីស្ដាប់ឮព្រាមទឿនិយាយដូច្នោះហើយស្ដេចក្រុងពាលីអស់សំណោចនិងហួសចិត្តខ្លាំងណាស់ព្រោះគាត់គិតថាព្រាមទឿនេះគាត់មានជើងខ្លីៗដូច្នោះតើ3ជំហានរបស់គាត់បានដីប្រវែងប៉ុន្មានទៅគិតដូច្នោះហើយស្ដេចក្រុងពាលីក៏យល់ព្រមឲ្យដី3ជំហានទៅព្រាមទឿដោយមានច្រូចទឹកដាក់លើបាតដៃព្រាមទឿនោះទៅតាមទម្លាប់សាសនាព្រាមទៀតផងភ្លាមនោះព្រាមទឿនោះក៏បានប្រែក្លាយទៅជាព្រះវិស្ណុដ៏ធំសម្បើមអស្ចារ្យដូចដើមវិញរួចហើយក៏ចាប់ផ្ដើមបោះជំហានវាស់យកដី3ជំហាននោះជំហានទី1ទ្រង់ឈានជាន់ដល់ពាក់កណ្ដាលផែនដីជំហានទី2ទ្រង់ឈានជាន់ដល់ជាយនៃផែនដីឯស្ដេចក្រុងពាលីពេលឃើញព្រាមទឿប្រែក្លាយទៅជាព្រះវិស្ណុវិញដូច្នោះគាត់ភ័យរន្ធត់ញាប់ញ័រជាខ្លាំងព្រោះគាត់ទើបតែដឹងច្បាស់ថាមិនគួរណាចាញ់កលព្រះវិស្ណុដូច្នោះសោះនៅពេលដែលស្ដេចក្រុងពាលីកំពុងតែភ័យញ័ររន្ធត់ដូច្នោះស្រាប់តែព្រះវិស្ណុស្រែកសួរមកទៀតថាតើជំហានទី3ស្ដេចក្រុងពាលីឲ្យយើងឈានជើងជាន់នៅលើកន្លែងណាទៀតរំពេចនោះស្ដេចក្រុងពាលីក៏បានស្រែកប្រាប់ទៅវិញទាំងភ័យតក់ស្លុតថាសូមទ្រង់ជាន់មកលើក្បាលទូបង្គំចុះប៉ុន្តែមុននឹងជាន់ខ្ញុំមានសំណូមពរមួយពីទ្រង់តើបានឬទេក្រាបទូលតើអ្នកមានសំណូមពរអ្វីអំពីយើងហាក្រុងពាលីទូបង្គំសូមឲ្យទ្រង់ប្រកាសប្រាប់មនុស្សនិងទេវតាបើកាលណាធ្វើការសាងសង់ឬធ្វើពិធីការអ្វីផ្សេងត្រូវគោរពបូជានឹកដល់គុណខ្ញុំដែលជាស្ដេចក្រុងពាលីផងបានយើងនឹងប្រកាសប្រាប់មនុស្សនិងទេវតាទាំងឡាយទៅតាមសំណូមពររបស់អ្នកបន្ទាប់ពីស្រែកប្រាប់ទៅស្ដេចក្រុងពាលីដូច្នោះហើយព្រះវិស្ណុក៏ឈានជំហានទី3ជាន់ទៅលើក្បាលស្ដេចក្រុងពាលីនោះលេចបាត់ទៅដោយមានរឿងដំណើរក្នុងទេវកថាខាងសាសនាព្រាហ្មណ៍ស្ដីអំពីរឿងស្ដេចក្រុងពាលីដូច្នោះហើយទើបសង្គមខ្មែរយើងមានទំនៀមទម្លាប់ពេលសាងសង់ឬពេលធ្វើពិធីការអ្វីផ្សេងតែងតែនាំគ្នាគោរពបូជាចំពោះស្ដេចក្រុងពាលីពុំដែលខានសោះឡើយរហូតមកដល់សព្វថ្ងៃនេះសូមជូនរឿងឯកនិងសម្ពោធមានរឿងព្រេងនិទានមួយបានដំណើរពីសត្វក្អែកមួយក្បាលដែលតែងតែហើរស្វែងរកចំណីពីទីកន្លែងមួយទៅទីកន្លែងមួយទៀតជាទម្លាប់របស់វាថ្ងៃមួយសត្វក្អែកនោះបានមកដល់ភូមិមួយក៏ប្រទះឃើញត្រីងៀតដែលអ្នកភូមិហើរលើដំបូលផ្ទះជាច្រើនព្រោះថារដូវនេះអ្នកភូមិចេញនេសាទរកបានត្រីច្រើននិងធ្វើត្រីងៀតទុកបរិភោគឃើញឱកាសល្អដូច្នោះហើយក្អែកកំហូចបានប្រដាំងស្លាបស្ទុះហើរទៅឆក់យកត្រីងៀតមួយចម្រៀកយ៉ាងធំហើយក៏ហើរសំដៅទៅរកដើមឈើមួយឆ្ងាយពីភូមិដើម្បីសម្រាកនិងស៊ីត្រីងៀតនៅទីនោះចៃដន្យអ្វីពេលនោះមានសត្វសំពោចញីមួយក្បាលកំពុងតែដើរស្វែងរកចំណីអាហារដែរក៏បានមកប្រទះឃើញក្អែកមានចំណីជាប់នឹងមាត់កំពុងតែលោតលើមែកឈើដូច្នោះវាក៏បានគិតក្នុងចិត្តថាថ្ងៃនេះអញពិតជាមានលាភធំបានមកដល់ហើយសំពោចគិតបណ្ដើរដើរសំដៅទៅក្រោមដើមឈើបណ្ដើរវាងើយឡើងទៅលើហើយក៏និយាយទៅកាន់ក្អែកដោយពាក្យផ្អែមល្ហែមថាសួស្តីបងក្អែកថ្ងៃនេះខ្ញុំពិតជាសំណាងណាស់ដែលបានមកជួបបងឯងនៅទីនេះពីមុនណាគឺខ្ញុំធ្លាប់តែឮគេនិយាយនោះទេឥឡូវបានឃើញបងក្អែកហើយទើបដឹងច្បាស់ពេលឃើញនឹងភ្នែកអញ្ចឹងទៅទើបដឹងថាបងក្អែកពិតជាស្អាតរកបាក់សីណាមកប្រៀបប្រដូចមិនបាននោះទេទាំងរូបឆោមទាំងពណ៌សម្បុរគឺស្អាតល្អឥតខ្ចោះតែម្ដងណាបងក្អែកឮសំឡេងសំពោចបន្តពីក្រោមវាក៏ឈប់ងក់នៅស្ងៀមមួយកន្លែងហើយភ្នែករបស់វាក៏សម្លឹងមកក្រោមដោយអំណរសំពោចក៏បន្តវាចាទៅកាន់ក្អែកទៀតថាណែបងដឹងទេនៅមានរឿងមួយទៀតដែលខ្ញុំមិនទាន់បានប្រាប់បងនោះទេក្នុងចំណោមពួកសត្វបក្សីទាំងអស់
ក៏បានស្ញោចសរសើរថាបងក្អែកនិយាយឬក៏ស្រែកច្រៀងក៏ពីរោះដែរធ្វើមិនដេចទៅណោះទើបខ្ញុំមានសំណាងបានស្ដាប់សំឡេងដ៏ពីរោះរណ្ដំរបស់បងក្អែកឯងទៅធ្លាប់តែឮគេនិយាយខ្ញុំពិតជាចង់ស្ដាប់ផ្ទាល់ណាស់ណាបងនេះគឺជាលើកដំបូងក្នុងជីវិតរបស់ក្អែកហើយដែលមានសត្វមកអួតសរសើរពីរូបវាដូច្នោះមុនមកពេលទៅណាមកណាគឺមានគេស្អប់ខ្ពើមវាណាស់ព្រោះវាជាសត្វដែលមានសម្បុរខ្មៅសពទាំងខ្លួនតាំងពីចុងចម្ពុះរហូតដល់ចុងម្រាមពេលនេះក្អែកផ្អៀងផ្អងក្បាលចុះឡើងដោយអំនួតវាចង់ឲ្យសម្ពោចបានឮកាន់តែច្បាស់នៅសំឡេងដ៏ពីរោះរណ្ដំក្រអូបក្រអួនរបស់វាក្អែកភ្លេចចំណីដែលកំពុងតែពាំក្នុងចម្ពុះស្រាប់ហើយវាក៏បានស្រែកឡើងថាខ្វាខ្ញុំស្អាតហើយសំឡេងពីរោះពិតមែនណាបងសម្ពោចគ្រាន់តែស្រែកខ្វាកឡើងភ្លាមត្រីងៀតមួយជំរាកបានធ្លាក់ខ្ពកមកដល់ដីឯសម្ពោចបានដៃក៏ស្ទុះទៅខាំជាប់ហើយទំពាស៊ីយ៉ាងឆ្ងាញ់ពិសារួចហើយសម្ពោចក៏បាននិយាយចំអកទៅក្អែកថាហើយបានហើយអាខ្មៅទាំងឆ្អឹងឯងឈប់ប្រឹងបញ្ចេញសំឡេងដូចទ្របំបែករបស់ឯងទៀតទៅអញមិនចង់ស្ដាប់ទៀតទេអញបោកឯងចង់បានចំណីតែប៉ុណ្ណោះទេហើយក៏សូមអរគុណចំពោះការសុខចិត្តប្រគល់ចំណីមួយដុំនេះជាមួយនឹងពាក្យបញ្ចោតបញ្ចើពីបិមាត់របស់អញដែរឯងនេះគឺពិតជាសត្វដែលល្ងងមែននិយាយចប់សម្ពោចក៏បានដើរចេញទៅទុកឲ្យក្អែកនៅតែម្នាក់ឯងដោយក្តីអៀនខ្មាស់និងសោកស្ដាយឯក្អែកតូចចិត្តខ្លាំងណាស់ដោយចាញ់ក្រោមល្បិចនឹងពាក្យបញ្ចោតបញ្ចើរបស់សត្វសម្ពោចបានត្រឹមតែសោកស្ដាយនឹងចំណីដែលខំរកមកតែប៉ុណ្ណោះសូមជូនរឿងដៃអាវហត់ទឹកសម្លមានរឿងដំណាលមួយនិទានឡើងថាកាលគ្រាមួយនោះមានបុរសចំណាស់ម្នាក់ដែលមានឈ្មោះថាអ៊ំឌុកប្រកបរបរធ្វើស្រែចម្ការចិញ្ចឹមជីវិតគាត់គឺជាមនុស្សទុយមួយនឹងចូលចិត្តធ្វើអ្វីប្លែកៗដែលអ្នកដទៃមិននឹកស្មានដល់ថ្ងៃមួយអ៊ំឌុកត្រូវបានក្មួយសាច់ឆ្ងាយរបស់គាត់ម្នាក់អញ្ជើញឲ្យទៅចូលរួមក្នុងពិធីមង្គលការរបស់គេបន្ទាប់ពីអ៊ំឌុកឡើងពីធ្វើស្រែចម្ការវិញគាត់ក៏ប្រញាប់ប្រញាល់តម្រង់ដើរទៅរោងការភ្លាមមិនបានត្រឡប់ទៅផ្ទះដើម្បីផ្លាស់ប្ដូរសម្លៀកបំពាក់នោះទេព្រោះគាត់គិតថាវាល្ងាចខ្លាំងណាស់ទៅហើយខ្លាចទៅការគេមិនទាន់ពេលដែលអ៊ំឌុកដើរទៅដល់រោងការក៏មានក្មួយគាត់ម្នាក់ទៀតជាអ្នកចាំទទួលភ្ញៀវនៅឯមុខរោងការឃើញអ៊ំឌុកស្លៀកពាក់កញ្ចាស់និងមានប្រឡាក់តិចតួចផងនោះគេក៏កើតមានចិត្តទើសទាល់ហើយប្រញាប់រត់មកស្ទាក់អ៊ំឌុកនៅខាងមុខរោងការហើយមិនចង់ស្វាគមន៍អ៊ំឌុកនោះឡើយគេក៏បាននិយាយមកកាន់អ៊ំឌុកថាអ៊ំអើយអ៊ំដើរចូលក្នុងរោងការដោយសម្លៀកបំពាក់បែបនេះមិនបានទេណាអ៊ំព្រោះគេគ្រប់គ្នាប្រកាសជាគិតថាម្ចាស់ដើមការគឺមិនផ្ដល់កិត្តិយសដល់ភ្ញៀវដទៃទៀតជាមិនខានអញ្ចឹងហើយសូមអ៊ំកុំទាន់អាចចូលអីសូមរងចាំខ្ញុំបន្តិចសិនទៅហើយឲ្យអ៊ំរងចាំស្អីគេដែរអាក្មួយរងចាំធ្វើអីនិយាយចាប់ភ្លាមបុរសនោះក៏បានរត់ទៅសុំអាវរបស់ឪពុកកូនក្រមុំដែលនៅថ្មីចេះយកមកឲ្យអ៊ំឌុកផ្លាស់អ៊ំឌុកសម្លឹងមើលសម្លៀកបំពាក់ថ្មីនោះមួយសន្ទុះហើយគាត់ក៏យល់ព្រមផ្លាស់សម្លៀកបំពាក់ថ្មីនោះមុនចូលរោងការដែលកំពុងតែមានភ្ញៀវបរិភោគអាហារដោយច្រើនកកឹកកក្រែងមនុស្សគ្រប់គ្នាទទួលទានអាហារយ៉ាងឆ្ងាញ់ពិសារំពេចនោះក៏មានអ្នកទទួលភ្ញៀវ2នាក់ផ្សេងទៀតរត់សម្ដៅមកជម្រាបសួរអ៊ំឌុកហើយអញ្ជើញគាត់ដើម្បីចូលរួមតុពិសាអាហារដោយរឹកពីរាក់ទាក់កក់ក្ដៅបំផុតបន្តិចក្រោយមកកូនកំឡោះក្រមុំក៏បានដើររាក់ទាក់ភ្ញៀវនៅតាមតុនីមួយនិងអញ្ជើញភ្ញៀវឲ្យពិសាអាហារដោយការគួរសមអ៊ំឌុកឃើញកូនក្រមុំកំឡោះដើរមកដូច្នោះក៏ឆ្លើយពាក្យថាអរគុណខ្លាំងធ្វើឲ្យភ្ញៀវគ្រប់គ្នាក្រឡេកមកមើលមុខអ៊ំឌុកទាំងភាពងឿងឆ្ងល់រំពេចនោះគាត់ក៏ឆ្លៀតឱកាសជ្រលក់ដៃអាវថ្មីរបស់គាត់
នៅក្នុងចានសម្លផ្លែតដោយនិយាយពាក្យសម្ដីប្លែកៗថា អាយអើយអាយសូមពិសាឲ្យឆ្អែតចុះណាឯងក៏ជាឃ្លានហើយមើលទៅនោះ ឯកូនក្រមុំវិញឃើញអ៊ំឌុកជ្រលក់ដៃអាវចូលដូច្នោះគេក៏បានសួរទៅអ៊ំឌុកដោយភាពងឿងឆ្ងល់ថាតើហេតុអ្វីបានជាអ៊ំធ្វើដូច្នោះអ៊ំឌុកងាកមុខមកញញឹមញញែមដាក់កូនកំឡោះក្រមុំហើយក៏តបទៅវិញថា មួយដឹងទេក្មួយពីដំបូងពេលដែលអ៊ំចូលមកក្នុងរោងការនេះគឺអ៊ំពាក់អាវកញ្ចាស់ហើយគ្មាននរណាមកទទួលនិងស្វាគមន៍អ៊ំនោះទេដល់ពេលអ៊ំបដូរអាវថ្មីស្អាតពួកគេក៏មករាក់ទាក់អញ្ជើញអ៊ំឲ្យចូលហូបម្ហូបអាហារភ្លាមអញ្ចឹងមានន័យថាក្មួយគឺអញ្ជើញអាវស្អាតទេតើមកពិធីនេះមិនមែនអញ្ជើញអ៊ំមកនោះទេចឹងហើយទើបអ៊ំឲ្យអាវនេះវាស៊ីដែរហ្នឹងណាព្រោះថាវាក៏ជាភ្ញៀវម្នាក់ដែរ ភ្ញៀវគ្រប់គ្នាដែលបានឮសម្ដីអ៊ំឌុកមានការភ្ញាក់ផ្អើលជាខ្លាំងមិននឹកស្មានថាមនុស្សទុយមួយដូចគាត់គិតអ្វីបានវែងឆ្ងាយដូច្នោះពួកគេទាំងអស់គ្នានាំគ្នាក្រឡេកមើលខ្លួនឯងវិញរៀងខ្លួនថាមកចូលរួមពិធីនេះបានក៏ដោយសារតែពួកគេត្រូវបានគេអញ្ជើញឬក៏ពួកគេមានការស្លៀកខោអាវស្អាតបន្ទាប់ពីជ្រិះគិតនៅគំនិតរបស់អ៊ំឌុកហើយអ៊ំឌុកក៏បានពិសាភោជនាហាររួចរាល់និងសុំលាភ្ញៀវទាំងអស់រួមទាំងកូនក្រមុំកូនក្រឡោះត្រឡប់មកផ្ទះវិញដើមកំណើតក្រុងភ្នំពេញក្នុងការកន្លងទៅហើយក្នុងគ្រិស្តសករាជ1372មានយាយចាស់ម្នាក់ឈ្មោះពេញជាអ្នកមានទ្រព្យសម្បត្តិបរិបូរណ៍មានលំនៅឋានហើយលំនៅឋានរបស់គាត់នៅក្បែរច្រាំងទន្លេ4មុខផ្ទះគាត់សង់នៅលើទួលតូចខាងកើតភ្នំតូចមួយថ្ងៃមួយទីនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងទឹកទន្លេជន់លិចរហាចរហឹមដូនពេញចុះទៅកំពង់ទឹកស្រាប់តែឃើញដើមកគីធំមួយអណ្ដែតមកក្បែរច្រាំងហើយដោយអំណាចទឹកហូរចុះឡើងដើមកគីនោះក៏ចេះតែអណ្ដែតវិលវល់នៅក្បែរច្រាំងនោះលុះដូនពេញឃើញដូច្នោះក៏ប្រញាប់ប្រញាល់រត់ទៅអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមកគីនោះអ្នកជិតខាងក៏នាំគ្នាយកខ្សែពួរទៅចងហើយអូសរំកិលបន្តិចម្ដងរហូតដល់ដើមកគីនោះឡើងមកដល់លើមាត់ច្រាំងពេលដែលដូនពេញយកកំណាត់ឈើទៅកោសគៀសម្អាតភក់ចេញគាត់បានឃើញក្នុងប្រហោងឈើកគីនោះមានព្រះពុទ្ធរូប4អង្គតូចធ្វើអំពីសំរឹទ្ធនិងទេវរូបមួយអង្គទៀតធ្វើអំពីថ្មទេវរូបនោះទ្រង់ឈរព្រះហស្តម្ខាងកាន់ដំបងព្រះហស្តម្ខាងទៀតកាន់សាំងព្រះកេសសាបួងដូនពេញនិងអ្នកជិតខាងដែលបានទៅជួយនោះមានសេចក្តីត្រេកអរខ្លាំងណាស់ដោយរើសបានរបស់ជាទីគោរពនាំគ្នាដង្ហែព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញហើយដូនពេញក៏បានសង់ខ្ទមតូចមួយតម្កល់ជាបណ្ដោះអាសន្នថ្ងៃក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឲ្យទៅជាភ្នំធំមែនទែនបន្ទាប់ពីនោះមកគាត់ក៏ឲ្យគេអាឈើកគីនោះធ្វើជាសសរវិហារដែលគាត់បំរុងសង់នៅលើភ្នំនោះក្នុងគ្រិស្តសករាជ1372ដូនពេញនិងអ្នកស្រុកបានស្រស់ស្រួលបបួលគ្នាកសាងព្រះវិហារមួយខ្នងប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំនោះហើយដង្ហែព្រះពុទ្ធរូបសំរិទ្ធទាំង4អង្គនោះទៅតម្កល់ទុកក្នុងវិហារនោះចំណែកឯទេវរូបថ្មមួយអង្គគាត់ក៏ដង្ហែទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើតហើយដោយគាត់យល់ថាទេវរូបនោះអណ្ដែតទឹកមកពីស្រុកលាវនិងមានរាងរៅដូចជាលាវគាត់ក៏បានសន្មតនាមថាអ្នកតាព្រះចៅនាមនោះជាប់មកដល់សព្វថ្ងៃនេះការកសាងវិហាររួចហើយយាយពេញ
ក៏និមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះនាទិសខាងលិចទើបកើតមានជាឈ្មោះថាវត្តភ្នំដូនពេញដែលសប្តាហ៍ថ្ងៃហៅកាត់ខ្លីថាវត្តភ្នំហើយទីភូមិនោះគេហៅថាភ្នំពេញតាំងពីពេលនោះរហូតមកដល់សប្តាហ៍ថ្ងៃនេះឯព្រះពុទ្ធរូបទាំង4អង្គនិងអ្នកតាព្រះចៅនោះបានបញ្ចេញឥទ្ធិឫទ្ធិឲ្យឃើញពូកែស័ក្តិសិទ្ធិណាស់អ្នកណាបន់ស្រន់ក៏បានសម្រេចដូចបំណងនេះជាជំនឿអ្នកស្រុកតាំងពីដើមរហូតមកដល់សប្តាហ៍ថ្ងៃនេះក្រោយពីនោះរវាង60ឆ្នាំបានកើតជាទីក្រុងស្ដេចខ្មែរយ៉ាងស្ដុកស្ដម្ភមានប្រជាជនរស់នៅយ៉ាងសុខក្សេមក្សាន្តសូមជូនរឿងដើមកំណើតដង្កូវនាងកាលសម័យនោះនៅឯជាយដែនមានទ័ពបះបោរធ្វើឲ្យមានភាពច្របូកច្របល់កើតឡើងជាខ្លាំងលោកមេទ័ពពីជ័យទទួលព្រះរាជបញ្ជានាំទ័ពទៅបង្ក្រាបពួកបះបោរទាំងនោះប៉ុន្តែលោកមេទ័ពត្រូវបានប្រជាមិត្តឡោមព័ទ្ធជាប់ហើយធ្លាក់ក្នុងភាពអស់សង្ឃឹមព្រោះមិនអាចរំដោះខ្លួនបានឡើយលោកមេទ័ពពីជ័យមានបុត្រីតែម្នាក់គត់ឈ្មោះសោភិនីមានរូបឆោមស្រស់ស្អាតគួរជាទីចាប់ចិត្តនៃកំឡោះទាំងឡាយអ្នកស្រីមេទ័ពបាត់ដំណឹងស្វាមីសង្ស័យថាស្វាមីត្រូវទ័ពបះបោរឡោមព័ទ្ធជាប់មិនអាចរំដោះខ្លួនចេញមកបានអ្នកស្រីមានទុក្ខព្រួយយ៉ាងខ្លាំងឯចំណែកនាងសោភានីក៏បារម្ភពីឪពុកខ្លាំងណាស់ដែរព្រោះនាងជាកូនកតញ្ញូអ្នកស្រីមេទ័ពក៏ពិគ្រោះគ្នាជាមួយនឹងកូនស្រីចង់ប្រកាសដំណឹងថាបើអ្នកណាម្នាក់អាចទៅជួយរំដោះលោកពីជ័យពីដៃសត្រូវបានអ្នកស្រីនឹងផ្សំគុំបុត្រីឲ្យជាគូគប់សោភានីក៏ពេញចិត្តនឹងការធ្វើតាមរបស់ម្ដាយដែរហើយអ្នកស្រីនិងកូនតាំងចិត្តថាគោរពពាក្យសច្ចៈមិនកែប្រែនោះឡើយពេលនោះសេះឈ្មោះមួយដែលអ្នកស្រីចិញ្ចឹមចេះស្ដាប់ភាសាមនុស្សហើយក៏បានឮភាសាម្ដាយនិងកូនទាំងពីរនាក់ពិគ្រោះគ្នាសេះឈ្មោះនោះធ្លាប់តាមលោកមេទ័ពទៅធ្វើជាយានជំនិះច្បាំងនៅឯគ្រប់ទីកន្លែងបានឮមេទ័ពស្រីនិយាយហើយក៏បដិញ្ញាចិត្តថាទៅរំដោះលោកពីជ័យឲ្យបានដើម្បីឲ្យបាននាងសោភានីធ្វើជាប្រពន្ធសេះឈ្មោះបានបោចេញពីផ្ទះយ៉ាងលឿនតម្រង់ទៅឯជាយដែនស្វែងរកលោកមេទ័ពភ្លាមលោកមេទ័ពពីជ័យវិសតែត្រូវប្រជាមិត្តសម្លាប់ទៅហើយស្រាប់តែឃើញសេះឈ្មោះបោយ៉ាងលឿនចូលមកដល់លោកមេទ័ពត្រេកអរខ្លាំងណាស់លោកក៏លោតឡើងលើខ្នងសេះភ្លាមសេះឈ្មោះបោនាំលោកមេទ័ពចេញផុតពីការឡោមព័ទ្ធរបស់សត្រូវបានដូចបំណងហើយក៏នាំលោកពីជ័យមកដល់ផ្ទះដោយសុខសាន្តអ្នកស្រីនិងកូនសប្បាយចិត្តពុនពេកក៏រត់មកទទួលស្វាមីលោកពីជ័យប្រាប់កូនប្រពន្ធថាលោកត្រូវបានទ័ពបះបោរព័ទ្ធជាប់យ៉ាងច្រើនថ្ងៃវិសតែត្រូវនឹងពួកនោះសម្លាប់ទៅហើយកុំតែបានសេះរបស់យើងនេះចូលទៅជួយទាន់ទើបបានរួចរស់ជីវិតអ្នកស្រីឮហើយក៏រៀបរាប់ប្រាប់ស្វាមីពីពាក្យសន្យារបស់ខ្លួនចំពោះអ្នកដែលបានជួយជីវិតលោកពីជ័យប៉ុន្តែពេលនេះអ្នកជួយលោកមេទ័ពបែរខ្លាយជាសត្វបែបនេះអ្នកស្រីនិងនាងសោភានីមិនចង់ខុសពាក្យសច្ចៈទេហើយក៏មិនដឹងថាត្រូវធ្វើបែបណាព្រោះមនុស្សនិងសត្វធ្វើយ៉ាងណាទើបអាចរស់នៅជាប្តីប្រពន្ធបានអ្នកស្រីនិងកូនស្រីខំរកស្មៅល្អនិងទឹកគប់ផ្គងសេះឈ្មោះដោយការដឹងគុណជារៀងរាល់ថ្ងៃចំណែកលោកមេទ័ពពីជ័យវិញជាមនុស្សរមើលគុណមិនព្រមធ្វើតាមពាក្យសច្ចៈរបស់ប្រពន្ធកូននោះទេព្រោះលោកមិនអាចទទួលសត្វដេរឆានមកធ្វើជាកូនប្រសារបានឡើយលោកក៏បានយកសេះឈ្មោះទៅសម្លាប់ហើយបកយកស្បែកហាថ្ងៃថែមទៀតធ្វើឲ្យអ្នកស្រីជាភរិយានិងបុត្រីរន្ធត់ចិត្តខ្លាំងណាស់ខំរត់ទៅតាមឃាត់ស្វាមីដែរប៉ុន្តែមិនទាន់ពេលនោះឡើយឋានៈនោះធ្វើឲ្យកើតការក្តៅក្រហាយដល់ទេវតាបណ្ដាឲ្យកើតខ្យល់ព្យុះផ្គររន្ទះហើយលោកពីជ័យក៏ត្រូវរន្ទះបាញ់ស្លាប់មួយរំពេចចំណែកស្បែកសេះក៏ប៉ៅមករុំព័ទ្ធខ្លួននាងសោភានីគួចឡើងទៅលើអាកាសយ៉ាងខ្ពស់អ្នកស្រីជាម្ដាយខំរត់តាមស្រែកហៅកូនស្រីទាំងភិតភ័យនិងអាណិតកូនយ៉ាងខ្លាំង
ពេលស្ងប់ខ្យល់ស្បែកសេះដែលរុំនាងក៏ធ្លាក់ចុះមកវិញคล้ายជាដង្កូវអ្នកស្រីរត់មកមើលមិនឃើញកូនស្រីមិនឃើញស្បែកសេះបែរជាឃើញដង្កូវទៅវិញអ្នកស្រីបានរើសដង្កូវនោះយកមកចិញ្ចឹមបេះស្លឹកមនឲ្យស៊ីហើយហៅដង្កូវនោះថាដង្កូវនាងព្រោះដង្កូវនេះកើតចេញពីនាងសោភានីជាកូនរបស់ខ្លួនពេលចិញ្ចឹមយូរទៅដង្កូវនាងបញ្ចេញសូត្ររុំព័ទ្ធខ្លួនអ្នកស្រីចេះតែស្រាវសូត្រនោះបានយ៉ាងច្រើនមករវៃធ្វើអំបោះត្បាញជាសម្ពុតនិងធ្វើជាសម្លៀកបំពាក់ផ្សេងអ្នកស្រុកឃើញសម្ពុតសូត្ររលើបរលោងល្អដូច្នោះក៏តាមសួរអ្នកស្រីមេតបទើបដឹងពីរឿងហេតុសពគ្រប់ក៏នាំគ្នាសុំដង្កូវនាងទៅចិញ្ចឹមគ្រប់គ្នាប៉ុន្តែមិនកើតសូត្រទេពួកអ្នកប្រាជ្ញចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិក៏នាំគ្នាសាងរូបសេះហើយសាងរូបនាងសោភានីជិះនៅលើខ្នងសេះនាំគ្នាធ្វើទីសក្ការៈបូជាសុំឲ្យនាងបញ្ចេញសូត្រឲ្យដង្កូវនាងក៏បញ្ចេញសរសៃសូត្រឲ្យគ្រប់គ្នាតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះសូមជូនរឿងដើមកំណើតរន្ទះកាលពីព្រេងនាយមានបិសាចមួយឈ្មោះរាមាសូរនិងនាងអក្ខរទេវីមួយឈ្មោះមេខលា អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានឫទ្ធិម្នាក់ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថាបិសាចនិងនាងអក្ខរទេវីបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀងៗខ្លួនហើយអ្នកទាំងពីរប្រកបដោយបញ្ញាវាងវៃក្រៃលែងដូចគ្នាតាបោះក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នាកាលបើតាបោះបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាអស់ហើយលោកចង់លបងវិជ្ជាសិស្សមើលថាតើនរណាប៉ិនប្រសប់ជាងគេទើបលោកនិយាយទៅកាន់សិស្សថាហើយសិស្សទាំងពីរឯងទាំងពីរអ្នកអស់គឺរៀនជាមួយនឹងលោកគ្រូច្រើនឆ្នាំមកហើយឥឡូវរៀនចប់លោកគ្រូមានរឿងលបងវិជ្ជាមួយឲ្យពីរអ្នកឯងធ្វើបើអ្នកណាមួយយកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាននោះខ្ញុំនឹងធ្វើទឹកនោះឲ្យคล้ายទៅជាកែវមនោរាហើយដោយគុណភាពនៃរតនវត្ថុនោះអ្នកម្ចាស់កែវគឺអាចប្រាថ្នាធ្វើអ្វីហើយឬចង់បានអ្វីចេះបានសម្រេចទាំងអស់ដូច្នោះពួកឯងត្រូវតែខំប្រឹងប្រែងយកឈ្នះណាបន្ទាប់ពីបានស្ដាប់តាបោះនិយាយរួចរាមាសូរក៏យកកែវមួយទៅត្រង់ទឹកសន្សើមដែលនៅទើលើស្លឹកឈើនិងស្មៅផ្សេងវាបានខំព្យាយាមធ្វើដូច្នោះជាច្រើនព្រឹកប៉ុន្តែឥតបានលទ្ធផលល្អសោះចំណែកឯនាងមេខលាវិញដែលជាស្រីចេះគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ដោកហើយយកទៅដាក់ផ្ដិតលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើនិងនៅលើស្មៅទាល់តែដុំឈើនោះជក់ទឹកពេញទាំងអស់បន្ទាប់មកនាងអក្ខរទេវីបានយកដុំឈើនោះទៅច្របាច់ទឹកដាក់ក្នុងកែវអាស្រ័យដោយហេតុដូច្នោះនាងរកទឹកសន្សើមដាក់កែវបានពេញហើយក៏យកកែវនោះទៅជូនមហាតាបោះហេតុដូច្នោះបានជានាងអក្ខរទេវីត្រូវតាបោះសម្គាល់ថាប៉ិនប្រសពជាងបិសាចតាបោះក៏បានយកទឹកសន្សើមនោះជប់ទៅជាកែវហើយប្រគល់ទៅឲ្យនាងមេខលាហើយក៏បានប្រាប់នាងថាកែវនេះគឺមានគុណភាពខ្លាំងពូកែណាស់បើអ្នកមានបំណងអ្វីមួយគ្រាន់តែលើកកែវនេះក្រវីឡើងមួយរំពេចនោះសេចក្តីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាមមួយទៀតដោយគុណភាពនៃកែវនេះគឺឯងក៏អាចហោះកាត់អាកាសពពកជ្រកអាចជន្លេនទៅកាន់កន្លែងណាគឺបានទាំងអស់ដូច្នោះឯងត្រូវតែរក្សាវាឲ្យបានល្អណានាងអក្ខរទេវីក៏ទទួលយកកែវនោះមកលើកក្រវីឡើងលើស្រាប់តែហោះវឹងទៅលើមេឃតម្រង់ទៅមហាសាគរចំណែកឯរាមាសូរវិញអាស្រ័យដោយការព្យាយាមដ៏យូរក៏រកឃើញទឹកសន្សើមបានដាក់ពេញកែវហ
ហើយយកទៅថ្វាយមហាឫសីមហាឫសីឃើញដូច្នោះក៏ពោលទៅកាន់រាមាសូរថាចៅឯងយករបស់នេះមកយឺតយូរពេកហួសពេលត្រូវការហើយមេខាឡាគេមកមុនគេបានយកកែវទឹកនេះទៅហើយឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខាឡាបាត់ហើយមុនអាគមគាថារបស់តាគឺអាចជប់វត្ថុបែបនេះកើតបានតែម្ដងគត់ណាកាលបើបានឮមហាតាបសនិយាយដូច្នោះអន់ចិត្តពុនប្រមាណហើយក៏ស្រែកយំអណ្ដើកអណ្ដោកយ៉ាងខ្លាំងដើម្បីលួងចិត្តបិសាចតាបសក៏បាននិយាយប្រាប់ថាចូលចៅឯងកុំកើតទុកខ្លាំងពេកណាចាំតាឲ្យពូថៅមួយពូថៅនេះគឺអាចយកទៅឆ្លោះដណ្ដើមយកកែវពីនាងអក្សរទេវីមេខាឡាបាននាងមេខាឡានេះចូលចិត្តហោះហើរលេងនៅលើអាកាសដើម្បីមុជទឹកភ្លៀងនៅពេលដែលមានភ្លៀងម្ដងចូលឯងចោលពូថៅនោះទៅលើវានឹងបោះចោលកែវដ៏មានតម្លៃនោះហើយប៉ុន្តែបើនៅពេលប្រយុទ្ធគ្នានោះចៅឯងឃើញវាលើកែវក្រវីចូលឯងបិទភ្នែកភ្លាមមុននឹងចោលពូថៅទៅលើវាណាចៅកាលបើរាមាសូរបានពូថៅមកកាន់ទៅនឹងដៃហើយវាក៏ហោះស្វែងរកនាងមេខាឡាដើម្បីដណ្ដើមយកកែវមនោរាមកវិញប៉ុន្តែបើបានឃើញនាងកាលណានាងក៏យល់ឃើញភ្លាមថាបិសាចនេះប្រកាសជាមានបំណងធ្វើអាក្រក់មកលើនាងពុំខានទើបនាងលើកក្រវីកែវឡើងហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងកាលបើក្រឡេកឃើញពន្លឺចាំងនៃកែវមានសិលភ្លាមបិសាចក៏បិទភ្នែកចិត្តរួចប្រវែងអាវុធវាទៅអាវុធនោះក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែងប៉ុន្តែអត់ត្រូវនាងអក្សរទេវីទេចាប់តាំងពីពេលនោះមកទើបគេឃើញចាំងពន្លឺកែវហើយឮសូរសំឡេងយ៉ាងខ្លាំងនៃអាវុធនោះអាស្រ័យហេតុដូចនេះហើយបានជានៅក្នុងភាសាខ្មែរឲ្យឈ្មោះដុំថ្មទាំងឡាយណាដែលមានរាងដូចផ្លែពុថៅឬជាប់កាប់ក្បាលស្រួចឬដោយកំបិតថាកម្មរន្ទះហើយសន្មតរបស់ទាំងនេះថាជាព្រួញរបស់យក្សបាញ់នៅលើមេឃធ្លាក់មកដីសូមជូនរឿងខ្មោចនឹកប្រពន្ធកូននៅក្នុងឆ្នាំ1954ខ្មែរយើងមិនទាន់ជឿលើក្បួនពេទ្យប៉ុន្មានទេគេច្រើនជឿទៅលើខ្មោចព្រាយអ្នកតាបងបត់មេមត់កន្ទួងខៀវជាដើមកាលណារដូវទឹកឡើងអ្នកស្រុកកោះសំរោងតែងតែទៅកាប់អុសតាមទន្លេរហូតដល់ខេត្តក្រចេះឪពុកលោកខៃនិងប្អូនគាត់ឈ្មោះវ៉ាន់ក៏បានទៅកាប់នឹងគេដែរមួយខែក្រោយមកទាំងពីរនាក់ក៏នាំក្បួនអុសបណ្ដែតតាមទឹកជាច្រើនមកផ្ទះមកដល់ផ្ទះឪពុកលោកខៃក៏ចាប់ឈឺគ្រុនក្តៅប្រពន្ធកូនមិនសូវជាគិតគូរប៉ុន្មានទេព្រោះគេយល់ថាជាគ្រុនធម្មតាប៉ុន្តែ3ថ្ងៃក្រោយមកគាត់ក៏ស្លាប់ទៅប្រពន្ធកូនមានការសោកស្ដាយជាខ្លាំងព្រោះមិនបានព្យាបាលគាត់ឲ្យអស់ចិត្តជាពិសេសប្រពន្ធគាត់មានការសោកសង្រេងស្ដាយស្រណោះខ្លាំងណាស់ពេលស្លាប់ភ្នែកគាត់បិទមិនជិតទេគេថាគាត់នឹកប្រពន្ធកូនខ្លាំងពេកតាមទម្លាប់កូនចៅចិនគេនិយមយកសពទៅបញ្ចុះឬកប់តាមទីកន្លែងដែលរកបានគេក៏យកសពគាត់ទៅបញ្ចុះនៅឯទីព្រៃក្រោយផ្ទះនៅយប់នោះឯងប្រហែលជាពាក់កណ្ដាលអាធ្រាត្រទៅហើយស្រាប់តែប្រពន្ធរបស់សពស្រែកយ៉ាងខ្លាំងថាប៉ាវីអើយបើស្លាប់ទៅហើយកុំមកធ្វើបាបខ្ញុំដោយសារតែសម្រែកនេះធ្វើឲ្យភ្ញាក់ទាំងកូនប្រុសកូនស្រីទាំងអស់ហើយក្រោកមកចោមរោម្ដាយគេឃើញម្ដាយភ័យញ័រចំប្រប់បែកញើសជោកអាវបបោមាត់ឡើងស្វាយ
មុខឡើងស្លាំងសគ្មានឈាមកូនស្រីច្បងក៏សួរថាតើម៉ែឯងស្រែកអីក៏ស្រែកខ្លាំងយ៉ាងនេះម្ដាយក៏និយាយថាអញឃើញប៉ាឯងមកដាស់អញមិនក្រោកគាត់ក៏យកដៃទះខ្នងអញយ៉ាងស្រាលតែដៃគាត់ត្រជាក់ដូចទឹកកកនិយាយបានប៉ុណ្ណេះគាត់ក៏ភ័យញ័រទៀតកូនប្រុសស្រីក៏នាំគ្នាកោសរឹតច្របាច់ដៃជើងឲ្យគាត់យប់ទី2មកដល់ហើយអ៊ីលេងគាត់ហៅកូនប្រុសស្រីមកដេកកំដរគាត់នៅឯក្នុងមុងជាមួយគ្នាម្នាក់មានអារម្មណ៍មិនសូវល្អសោះព្រោះភ័យផងខ្លាចផងប៉ុន្តែកូនស្រីច្បងម្នាក់មិនចេះខ្លាចខ្មោចបិសាចអីទេពេលគេដឹងថាខ្មោចឪពុកមកដូច្នោះគេបែរជាអទៅវិញព្រោះគេចង់ឃើញមុខឪពុកពេលយប់នោះគេអុជចង្កៀងប្រេងកាតមួយទុកជាស្រេចដើម្បីរង់ចាំមើលមុខឪពុកយប់ជ្រៅណាស់ទៅហើយនៅខាងក្រៅផ្ទះឮសូរតែស្លឹកចេកបក់បោកលើគ្នាឯសំឡេងឆ្កែលូក៏លាន់ឮក្រលួចអស់បន្លាយយ៉ាងវែងគួរឲ្យព្រឺខ្នងដោយអត់ទ្រាំនឹងការងោកងុយពុំបានអ៊ីលេងនិងកូនស្រីច្បងក៏លក់មួយភាំងទាំងអស់គ្នាទៅនៅពេលលក់នោះស្រាប់តែគេឮសំឡេងស្រែកហៅពីក្រៅថាម៉ែវាអើយម៉ែវាបើកទ្វារម៉ែវាអើយបើកទ្វារដល់ពេលទៅកាប់អស់ហើយអាវ៉ាន់នៅចាំក្រោមផ្ទះលឿនឡើងរួចមកគេក៏ឮសូរសំឡេងច្រវាក់រូគឺច្រវាក់សម្រាប់យកទៅចងទូកឬចងអុសកូនស្រីច្បងដឹងដូច្នេះក៏ស្ទុះចេញពីមុងទៅបើកទ្វារភ្លាមហើយស្រែកហៅថាប៉ាតែឥតឮសូរអ្វីឡើយក្រៅពីសំឡេងមនុស្សចុះជណ្ដើរស្រិបកូនស្រីច្បងក៏ចុះតាមភ្លាមគេឮសូរសំឡេងមនុស្សនិយាយគ្នារអ៊ូរកស្ដាប់ម្ដេចក៏មិនបានរួចដើរទៅក្រោយផ្ទះបាត់ទៅកូនស្រីច្បងក៏កាន់ចង្កៀងឡើងមកលើផ្ទះវិញចំណែកអ៊ីលេងភ័យឡើងញ័រចំប្រប់ដោយកូនសត្វកូនក៏នាំគ្នាកុសខ្យល់និងច្របាច់ជើងច្របាច់ដៃឲ្យគាត់ទៀតយប់នេះគ្មាននរណាម្នាក់ដេកលក់ទៀតទេព្រោះកូនភ័យព្រួយនឹងសុខភាពរបស់អ៊ីលេងព្រឹកឡើងអ៊ីលេងនិងកូនស្រីច្បងទៅនិមន្តលោកនិងអញ្ជើញអាចារ្យឲ្យមកពាត់សីមានៅលើភ្នូខ្មោចប្តីគាត់និងនៅផ្ទះរបស់គាត់នៅយប់ទី3គេពុំឃើញមានហេតុភេទអ្វីកើតឡើងនោះទេតាំងពីពេលនោះមកគេលែងឃើញខ្មោចប្តីគាត់មកទៀតហើយចាប់តាំងពីឪពុកស្លាប់ទៅកូនកំឡោះទាំងពីរខំរកស៊ីផ្គត់ផ្គង់គ្រួសារសម្បើមណាស់ថ្ងៃមួយគេបានទៅម៉ៅចំការស្បូវនៅក្បែរវត្តកណ្ដាលចម្ងាយប្រហែល15គីឡូម៉ែត្រពីផ្ទះពេលទៅច្រូតស្បូវមានគ្នា4នាក់គឺកូនកំឡោះអ៊ីលេង2នាក់និងកូនពៅម្នាក់អាយុ10ឆ្នាំនិងក្មួយប្រុសគាត់ម្នាក់ទៀតរយៈពេលច្រូតប្រហែល1អាទិត្យពេលទៅគេបរទេះគោ2ទៅដល់ចំការស្បូវគឺប្រហែលម៉ោង4ល្ងាចលុះពេលជិតប្រលប់ទៅហើយទើបដឹងថាមិនបានដាក់កណ្ដៀវមកគេជំនុំគ្នាថាបើព្រឹកសឹមទៅយកឃើញថាខាតការមួយកំណាត់ថ្ងៃបើទៅទាំងយប់តើអ្នកណាត្រូវទៅព្រោះអ្នកទាំង3មានតែកូនប្រុសច្បងម្នាក់ទេដែលមិនខ្លាចខ្មោចម្យ៉ាងទៀតដំណើរនេះត្រូវដើរកាត់វត្តកណ្ដាលដែលល្បីថាខ្មោចលងសម្បើមណាស់ទីបំផុតអ្នកខ្លាចខ្មោចទាំងពីរគឺត្រូវជ្រើសរើសយកការត្រឡប់ទៅផ្ទះវិញព្រោះយល់ថាដើរកាត់វត្តកណ្ដាលតែមួយផ្លែតគឺផុតបាត់ទៅហើយគេដើរដល់ដើមពោធិ៍កន្លែងខ្មោចលងឥតមានឃើញអ្វីទាំងអស់គេត្រេកអរខ្លាំងណាស់លុះដើរដល់គុម្ពឫស្សីស្រាប់តែមានខ្យល់បក់វូរហើយសក់ក្បាលរួចមកក៏ឮសូរសំឡេងគប់ដុំដីប្រាវពីខាងក្រោយអ្នកទាំងពីរនាក់ព្រឺក្បាលសំពងហើយគេក៏កាន់ដៃគ្នារត់យ៉ាងលឿនចាំខ្ញុំផងសំឡេងស្រែកពីក្រោយខ្នងខ្ញុំពីរនាក់គឺរត់កាន់តែលឿនទៅមុននឹងចេញដំណើរមកគេទាំងពីរនាក់យកក្រមាជួតក្បាលយ៉ាងតឹងណែនជៀសវាងការព្រឺក្បាលគេរត់បានប្រហែល100ម៉ែត្រស្រាប់តែឃើញមនុស្ស2នាក់កាន់ភ្លើងចង្កៀងប្រេងកាតកំពុងតែចាប់កង្កែបព្រោះពេលនោះគឺជារដូវភ្លៀងផងពេលនោះគាត់សប្បាយចិត្តខ្លាំងណាស់ព្រោះបានជួបមនុស្សគាត់ក៏លែងភ័យលែងរត់លុះយកដៃស្ទាបក្បាលស្រាប់តែបាត់ក្រមាគាត់ឆ្ងល់ថាម៉េចក៏បាត់បើជួតតឹងខ្លាំងយ៉ាងនេះ
លុះគាត់ស្ទាបថ្ងាសសម្រាប់តែឃើញឈាមប្រយទាំងពីរនាក់ក៏បានដើរមកដល់ក្បែរអ្នកចាប់កង្កែបគេដកដង្ហើមបានស្រួលបេះដូងក៏ឈប់លោតក្តុកដាក់ទៀតហើយអ្នកកាន់ភ្លើងក៏សួរទៅកាន់គាត់ថាហីអបអូនមិនក៏អបអូនឯងហ៊ានដើរកាត់កន្លែងនឹងទាំងយប់អញ្ចឹងហ៎អូនឯងអត់ដឹងថាកន្លែងនេះមានខ្មោចលងសម្បើមទេណាបងអូនហើយបងឯងមានការសំខាន់ណាស់ឬបានមកទាំងយប់ទាំងអីអញ្ចឹងហ៎អូបងអើយខ្ញុំក៏ដឹងដែរថាវាមានខ្មោចលងមុននេះបន្តិចត្រង់គុំឫស្សីនោះខ្មោចបានយកដុំដីគប់ពួកខ្ញុំនាំគ្នារត់ចង់ដាច់ខ្យល់ទៅហើយនេះលុះមកដល់បានជួបនឹងពួកបងទើបបាត់ភ័យដកដង្ហើមបានស្រួលបេះដូងក៏វាលែងសូវលោតដូចមុនដែរពេលនោះអ្នកកាន់កន្ត្រកកង្កែបក៏បានខុចកង្កែប2 3ឲ្យមកបុរសទាំងពីរនាក់ហើយក៏បានប្រាប់ថាណែបងអូនទាំងពីរណែយកកង្កែបនេះទៅស៊ីទៅណាឆ្ងាញ់ណាស់វើកង្កែបនេះណាថ្មីអូមិនអីទេល្បងអរគុណហើយខ្ញុំមិនយកទេព្រោះផ្ទះខ្ញុំនៅឆ្ងាយណាស់បើគុំតែបានជួបល្បងឯងប្រហែលជាខ្ញុំត្រូវខ្មោចលងស្លាប់បាត់ទៅហើយឥឡូវមិនហ៊ានចង់បានកង្កែបរបស់ល្បងឯងទេល្បងឯងទុកភាសាខ្លួនឯងចុះអរគុណច្រើនហើយល្បងហេបងឲ្យកង្កែបហើយមិនយកអូនឯងមិនជឿថាកង្កែបនេះឆ្ងាញ់ទេឬថាហើយបុរសនោះក៏យកកង្កែបកាន់នៅនឹងដៃពមខ្មងបាញ់ឈាមឆ្វាចេញតាមមាត់ឃើញដូច្នោះអ្នកទាំងពីរក៏ស្រែកភ្លាត់សំឡេងថាខ្មោចលងទៀតហើយម្ដងនេះអ្នកទាំងពីររត់លឿនជាងមុននិងភ័យជាងមុនទៅទៀតគេលែងកាន់ដៃគ្នាហើយគឺរត់ពេញទំហឹងរៀងខ្លួនព្រោះដោយសារខ្លាចខ្មោចលងស្រាប់តែនាំគ្នាមកនិយាយជាមួយខ្មោចនេះមកដល់ផ្ទះចាស់ទុំចិត្តខាងនាំគ្នាផ្អើលឈូឆរជាពិសេសគឺអ៊ីលេងតែម្ដងគេនាំគ្នាសួរអ្នកទាំងពីរនិយាយផុតព្រោះហត់នឹងភ័យខ្លាំងពេកលុះបានដឹងរឿងសពគ្រប់អ្នកខ្លះក៏យកអំបិលខ្លះក៏យកអង្ករមកក្រវាសពីលើក្បាលអ្នកទាំងពីរដោយពោលថា1 2 3ជិះទៅហើយក៏បាចអង្ករទៅចាប់តាំងពីថ្ងៃនោះមកអ្នកទាំងពីរដេកគ្រុនអស់កន្លះខែគេនាំគ្នាធ្វើពិធីជញ្ជាក់ព្រលឹងព្រោះគេជឿថាកាលណាមនុស្សភ័យពេកព្រលឹងធំចេញបាត់ហើយនៅសល់តែព្រលឹងតូចចាំរូបដូច្នោះគេត្រូវធ្វើពិធីនេះដែលគេហៅថាហៅព្រលឹងធំមកវិញសូមជូនរឿងខ្មោចចប់បរិញ្ញា ចក្រិយាជាកូនម្នាក់នៅក្នុងគ្រួសារនាងរស់នៅក្នុងគ្រួសារមួយដែលមានជីវភាពសមរម្យនៅក្នុងខេត្តកំពង់ចាមឪពុកម្ដាយរបស់ចក្រិយាបានបញ្ជូននាងឲ្យមកបន្តការសិក្សាយកថ្នាក់បរិញ្ញាបត្រនៅភ្នំពេញនាងគឺជាសិស្សពូកែដែលតែងតែទទួលបាននិទ្ទេស A និង B គ្រប់មុខវិជ្ជាមិត្តរួមថ្នាក់របស់នាងស្រឡាញ់ចូលចិត្តនាងណាស់ទន្ទឹមនឹងមានអ្នកស្រឡាញ់ក៏មានអ្នកច្រណែនខ្លះដែរធីរីនិងលីដាក៏ជាសិស្សពូកែគ្រាន់បើដែរពួកនាងតែងតែប្រណាំងប្រជែងជាមួយចក្រិយាគ្រប់មុខវិជ្ជាទាំងអស់ធីរីនិងលីដាមិនដែលនិយាយរកចក្រិយាពីមុនមកទេព្រោះទាំងការសិក្សានិងសម្រស់គឺចក្រិយាលេខ1ទៅហើយនិស្សិតប្រុសមិនថាក្នុងថ្នាក់ឬក្រៅថ្នាក់នោះទេសុទ្ធតែលួចស្រឡាញ់ចក្រិយាគ្រប់គ្នាក្នុងនោះក៏មានបុរសម្នាក់ឈ្មោះវីរៈដែលលងស្រឡាញ់នឹងសម្រស់ដ៏ស្រគត់ស្រគំរបស់ចក្រិយាផងដែរវីរៈគឺជាកូនអ្នកមានមុខមាត់ម្នាក់នៅទីក្រុងភ្នំពេញនិស្សិតស្រីជាច្រើនសុទ្ធតែលងនឹងទឹកប្រាក់របស់វីរៈនិស្សិតប្រុសម្នាក់នេះមានអំនួតសម្បើមណាស់គេបានតាមស្រឡាញ់ចក្រិយាជាច្រើនខែតែមិនបានសម្រេចវីរៈក៏បានរិះរកគ្រប់វិធីដើម្បីទំនាក់ទំនងតាមរយៈមិត្តរួមថ្នាក់របស់ចក្រិយាគឺធីរីនិងលីដា
ថ្ងៃមួយដល់ម៉ោងចេញលេងធីរីនិងលីដាក៏បានដើរសម្ដៅមករកតុកចរិយាហើយនិយាយទៅកាន់ចរិយាថាចរិយាខ្ញុំសូមសរសើរឯងមែនទែនឯងរៀនពូកែខ្លាំងណាស់ទោះបីជាខ្ញុំប្រឹងយ៉ាងណាក៏មិនពូកែដូចឯងដែរចឹងហើយសម្លាញ់ឯងអាចធ្វើជាគ្រូក្រៅម៉ោងឲ្យពួកគ្នាបានទេចរិយាកាលបើបានឮមិត្តភ័ក្តិចង់ចេះចង់ដឹងចង់រៀនដូច្នោះនាងក៏បានឆ្លើយតបវិញថាបានមិនអីនោះទេតែឯងទាំងពីរនាក់កុំហៅគ្នាថាគ្រូអីព្រោះពួកយើងគឺជាមិត្តនឹងគ្នានិយាយត្រូវៗគ្នាហើយធីរីនិងលីដាក៏បានបបួលចរិយាទៅហូបអីនៅថ្ងៃអាទិត្យខាងមុខនេះជាការស្វាគមន៍គ្រូក្រៅម៉ោងចរិយាមិនអាចប្រកែកជាមួយនឹងសម្ដីដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរបានឡើយធីរីនិងលីដាបានបញ្ឆោតឲ្យចរិយាទៅខុនដូរបស់វីរៈរួចក៏ថាជាខុនដូរបស់ខ្លួនពួកគេបានធ្វើការជប់លៀងនៅក្នុងខុនដូនោះប៉ុន្តែធីរីនិងលីដាម្នាក់រកលេសចេញពីខុនដូនោះទុកឲ្យចរិយានៅចាំទីនោះតែម្នាក់ឯងកន្លះម៉ោងក្រោយមកវីរៈបានចាក់កូនសោចូលមកក្នុងខុនដូដើរសម្ដៅទៅរកចរិយាបានឃើញវីរៈភ្លាមភ័យស្រឡាំងកាំងដឹងខ្លួនភ្លាមថាចាញ់ល្បិចមិត្តទ្រុះមិត្តទាំងពីរនាងក៏បានស្ទុះទៅកាន់កូនកំបិតទុកការពារខ្លួនព្រោះនាងដឹងថាវីរៈមានបំណងមិនល្អមកលើនាងតែវីរៈមិនខ្លាចកូនកំបិតដ៏តូចរបស់នាងនោះទេព្រោះតណ្ហាបានបាំងមុខបាត់អស់ភាពជាមនុស្សទៅហើយវីរៈបានចាប់បង្ខំចរិយាប្រតាយប្រតប់គ្នាចុះឡើងពេលនោះកំបិតក៏បានចាក់ទម្លុះចុងដង្ហើមរបស់ចរិយានាងក៏បានដាច់ខ្យល់ស្លាប់មួយរំពេចនៅពេលនោះវីរៈភ័យស្លន់ស្លោខ្លាំងណាស់នឹកស្ដាយដែលបានធ្វើឲ្យនារីដ៏ស្រស់ស្អាតនិងឆ្លាតម្នាក់បានបាត់បង់ជីវិតគេមិនបង្អង់យូរឡើយបានយកសាកសពរបស់ចរិយាច្រកចូលក្នុងថង់ខ្មៅមួយហើយយកទៅចោលនៅឯក្រៅក្រុងទាំងយប់ព្រលឹងចរិយាមិនអាចទៅចាប់កំណើតបានទេព្រោះនាងស្រឡាញ់ការសិក្សាណាស់នៅតែ2-3ថ្ងៃទៀតនាងត្រូវប្រឡងដើម្បីបញ្ចប់ឆ្នាំទី4ទៅហើយដោយមានកំហឹងខ្លាំងព្រលឹងចរិយាបានមកតាមឡានវីរៈអង្គុយនៅបាំងខាងក្រោយវីរៈបើកឡានហាក់ដូចជាមិនទៅមុខសោះទោះបីជាខំជន់ហ្គាខ្លាំងយ៉ាងណាក៏ដោយក៏ឡាននៅតែទៅយឺតវីរៈមើលតាមកញ្ចក់ក្រោយឃើញមានមនុស្សស្រីម្នាក់សម្យាកសក់អង្គុយបើកភ្នែកធំទឹកភ្នែកហូរចេញសុទ្ធតែឈាមវីរៈឃើញដូច្នោះក៏ជន់ហ្គាបន្ថែមឡានក៏ទៅលឿនហួសពីការស្មានខ្មោចចរិយាក៏ហោះស្លុយទៅឈរនៅពីមុខឡានវីរៈស្មានតែមានមនុស្សក៏ខំកាច់ចង្កូតគេចចេញពេលនោះឡានវីរៈក៏ក្លាប់វិលកង់ទាំង4ឡើងលើវីរៈក៏คล้ายជាខ្មោចជើងកបនៅកន្លែងដែលកើតហេតុនោះតែម្ដងខ្មោចចរិយាបានហោះសម្ដៅទៅសាលារកលីដានិងធីរីពួកនាងទាំងពីរសប្បាយចិត្តខ្លាំងណាស់ដែលបានបំផ្លាញគូប្រកួតដ៏ពូកែរបស់នាងពួកនាងនៅក្នុងបន្ទប់ទឹកសិតសក់បណ្ដើរនិយាយគ្នាបណ្ដើរមួយសន្ទុះក្រោយមកសក់លីដាហាក់បីដូចជាមានមនុស្សទាញពីក្រោយមួយទំហឹងធ្វើឲ្យលីដាដួលផ្ងាក្រោយបែកក្បាលហូរឈាមស្រោចដីលីដាក៏សន្លប់បាត់ស្មារតីក្នុងពេលនោះទៅចំណែកឯធីរីវិញបានបើកក្បាលរ៉ូមីណេដើម្បីយកទឹកមកលូបមុខតែមើលកញ្ចក់ឃើញមុខសុទ្ធតែឈាមនាងក៏ស្រែកខ្មោចជួយផងហើយរត់ចេញពីបន្ទប់ទឹកខ្មោចចរិយាក៏បានស្ទាក់ទម្លាក់ក្បាលសម្យាកចុះមកក្រោមមុខសុទ្ធតែឈាមភ្នែកលៀនថ្លែធ្វើឲ្យនាងភ័យឈឺដល់ជ្រុះសក់មិនបានមកប្រឡងសងសឹករួចចរិយាដល់ថ្នាក់ចូលប្រឡងដោយធម្មតាការប្រឡងថ្នាក់បរិញ្ញាបត្របានបញ្ចប់សពគ្រប់ហើយនាងក៏បានប្រឡងជាប់ដោយបំណងតែចរិយាមិនទាន់បានទទួលសញ្ញាបត្រផងស្រាប់តែយមបាលចាត់ឲ្យខ្មោចសខ្មៅមកចាប់ចរិយាទៅឋានក្រោមដើម្បីកាត់ទោសចរិយាក៏បានហោះគេចចេញពីខ្មោចទាំងពីរដើម្បីរងចាំថ្ងៃទទួលសញ្ញាបត្រចរិយាគេចមិនបានយូរនោះទេព្រោះត្រូវខ្មោចទាំងពីរចាប់បាននាងក៏លុតជង្គង់សុំអង្វរខ្មោចសខ្មោចខ្មៅឲ្យនាងបានទទួលសញ្ញាបត្រសិនសឹមនាងទៅជាមួយខ្មោចទាំងពីរខ្មោចសយល់ព្រមតែខ្មោចខ្មៅមិនយល់ព្រមនោះទេខ្មោចទាំងពីររវល់តែឆ្លោះប្រកែកគ្នាចរិយាឆ្លៀតឱកាសល្អក៏រត់គេចខ្លួនបាត់ទៅដល់ថ្ងៃទទួលសញ្ញាបត្រខ្
ខ្មោចទាំងពីរបានមករកចរិយានៅឯសាលាពេលនោះក៏ឃើញចរិយាកំពុងតែទទួលសញ្ញាបត្រនិងថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមគ្រួសាររបស់នាងចរិយាក៏លេចឃើញខ្មោចទាំងពីរដឹងថាមិនមានពេលយូរនោះទេក៏និយាយរឿងរ៉ាវរបស់ខ្លួនទាំងអស់ប្រាប់ទៅឪពុកម្ដាយនិងបងប្អូនឲ្យបានដឹងថានាងបានស្លាប់បាត់បង់ជីវិតទៅហើយនាងបានផ្ដាំក្រុមគ្រួសារឲ្យជួយថែរក្សាសញ្ញាបត្រឲ្យនាងផងព្រោះនាងនឹងត្រូវទៅចាប់កំណើតជាថ្មីម្នាក់ភ័យតក់ស្លុតជាខ្លាំងពេលបានឮចរិយានិយាយប្រាប់ដូច្នោះក្រុមគ្រួសាររបស់នាងបានយំខ្សឹកខ្សួលស្ដាយស្រណោះនាងជាពន់ពេកនិយាយផ្ដែផ្ដាំរួចខ្មោចទាំងពីរក៏បានចាប់ចរិយាទៅឋានក្រោមដើម្បីកាត់ទោសបាត់ទៅសូមជូនរឿងឯកចង់ស្អាតកាលពីព្រេងនាយនៅក្នុងព្រៃហេមពៀនមានវងក្អែកមួយវងតែងតែដើររកស៊ីនៅក្បែរជើងភ្នំយ៉ាងសុខសាន្តបំផុតពេលដែលពួកវាហើរទៅណាម្ដងស្លាបដ៏ខ្មៅរលោងរបស់ពួកវាបានចាំងនឹងពន្លឺព្រះអាទិត្យយ៉ាងរលើបរលោងប៉ុន្តែអ្វីក៏បានប្រែប្រួលមិនយូរប៉ុន្មានជីវិតដែលធ្លាប់តែមានសេចក្តីសុខរបស់ពួកពងក្អែកក៏ចាប់ផ្ដើមផ្លាស់ប្ដូរពីព្រោះមានក្អែកមួយក្បាលបានហើរបែកវងទៅតែម្នាក់ឯងវាបានហើរទៅរឿយធ្វើប្រងើយរហូតដល់ជើងភ្នំម្ខាងទៀតហើយពេលនោះវាក៏បានជួបនឹងវងក្ងោកមួយវងកំពុងតែរារាំត្រដាងស្លាបយ៉ាងស្អាតបំផុតចាប់តាំងពីពេលនោះមកគ្រប់ពេលដែលវាដេកលក់វាតែងតែសុបិនឃើញស្លាបដ៏ស្រស់ស្អាតរបស់ក្ងោកជានិច្ចក្អែកមួយក្បាលនោះវានឹកចង់បានស្លាបដ៏ស្រស់ស្អាតដូចក្ងោកដែរហើយវាក៏ចាប់ផ្ដើមមើលងាយមិត្តភ័ក្តិរបស់វាដែលរស់នៅជាមួយគ្នាថាពួកនោះមានរូបរាងគួរឲ្យស្អប់ខ្ពើមខ្លួនក៏ខ្មៅទៀតក៏ក្រិចគ្មានអ្នកណាគួរចង់រាប់អាននោះទេនៅទីបំផុតហេតុតែចង់ស្អាតក្អែកនោះក៏បានហើរទៅរើសស្លាបក្ងោកដែលជ្រុះមួយសរសៃយកមកសៀតតាមស្លាបនិងកន្ទុយរបស់វាជារឿយព្រោះវាគិតថានឹងធ្វើឲ្យវាមានសម្រស់ស្រស់ស្អាតដូចជាសត្វក្ងោកដែរបន្ទាប់មកទៀតវាក៏បានហោះហើរចូលទៅក្នុងវងក្ងោកដោយគិតថាខ្លួនឯងក៏មានរូបរាងដូចសត្វក្ងោកដែរនៅពេលដែលក្ងោកបែរមកឃើញក្អែកពួកវាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏ស្ទុះសំណោចព្រមគ្នាក្ងោកមួយក្បាលបាននិយាយជាមួយនឹងគ្នាវាថាណែសម្លាញ់មើលក្អែកមួយក្បាលនោះចុះមុខមាត់របស់វាគឺពិតជាគួរឲ្យស្អប់ខ្លាំងណាស់ឯក្ងោកមួយក្បាលទៀតដែលនៅជិតនោះក៏បានពោលឡើងដែរថាមែនហើយកុំឲ្យវានៅក្នុងវងជាមួយយើងនេះទៀតព្រោះវានឹងធ្វើឲ្យពួកយើងអាក្រក់តាមវាជាមិនខានឡើយឆាប់ដេញវាចេញពីវងរបស់យើងភ្លាមទៅគ្រាន់តែនិយាយរួចពួកក្ងោកទាំងអស់នោះក៏បាននាំគ្នាដេញចឹកសត្វក្អែកដោយគ្មានត្រាប្រណីឡើយក្អែកដែលវង្វេងវងមួយក្បាលនេះឈឺចាប់យ៉ាងខ្លាំងហើយនឹកតូចចិត្តឥតឧបមាចំពោះអកប្បកិរិយាដែលវាបានប្រព្រឹត្តឡើងហើយវាក៏បានហើរត្រឡប់ចូលទៅក្នុងវងក្អែករបស់វាដូចដើមវិញប៉ុន្តែរឿងរ៉ាវមិនងាយដូចជាវាគិតនោះទេពីព្រោះវងដើមរបស់ពួកវាមិនព្រមទទួលឲ្យវាចូលវងដូចមុនឡើយព្រោះវាធ្លាប់មើលងាយមើលថោកពួកគេកាលពីលើកមុនវងក្អែកដែលជាមិត្តភ័ក្តិរបស់វាកាលពីមុនបាននិយាយឡើងថាឯងកុំត្រឡប់មករស់នៅជាមួយនឹងពួកយើងអីព្រោះឯងមើលងាយពួកយើងខ្លាំងណាស់ឯងទៅរកកន្លែងដែលខ្ពង់ខ្ពស់ស័ក្តិសមនឹងឯងចុះឆាប់ចេញពីទីនេះទៅពេលដែលមិត្តភ័ក្តិមិនព្រមឲ្យចូលវងដូច្នោះក្អែកមួយក្បាលដែលចូលចិត្តហក់លោតក៏បានលាចាកវងហើយទៅរស់នៅយ៉ាងកំសត់តែម្នាក់ឯងទៅបាទអញ្ចឹងគឺរឿងក្អែកចង់ស្អាតសន្មតថាចប់ត្រឹមនេះហើយរឿងនេះគឺចង់បង្ហាញអំពីរឿងរ៉ាវរបស់ក្អែកមួយក្បាលដែលគាត់សុខចិត្តចេញពីវងរបស់គាត់ហើយចង់ទៅចូលរួមជាមួយនឹងវងក្ងោកដែលមានរូបរាងស្រស់ស្អាតប៉ុន្តែតាមពិតទៅគឺខាងវងក្ងោកមិនទទួលគាត់ឲ្យចូលវងនោះទេព្រោះសន្តានពួកគាត់ទាំងអស់គឺខុសគ្នាបាទហើយពេលដែលគាត់ត្រឡប់មកដល់ក្រុមរបស់គាត់វិញក៏ក្រុមរបស់គាត់មិនឲ្យចូលដែរព្រោះថាគាត់ធ្លាប់មើលងាយមើលថោកទៅកាន់ពួកគេកាលពីលើកមុនអ
ចឹងកតេអប់រំនៅក្នុងរឿងនេះគឺចង់បង្ហាញថាយើងគួរតែពេញចិត្តនៅអ្វីដែលខ្លួនឯងមានហើយក៏មើលងាយបពុរបស់ខ្លួនឯងពេលខ្លះបើយើងឈោងខ្ពស់ពេកវាអាចធ្វើឲ្យយើងមិនអាចចាប់អ្វីដែលនៅខ្ពស់ពេកបាននោះទេបាទអរគុណច្រើនចំពោះការតាមដានស្ដាប់រឿងរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា